បាទសួស្តីបងប្អូននេះចែកម្លែកបងប្អូនមើលលេងរបស់ចាស់តែវីដេអូថ្មីប្រចាំទឹកដីខេត្តពោធិ៍សាត់ទឹកដីខេត្តពោធិ៍សាត់នេះមានតែមួយបងប្អូនណាហ្នឹងហើយមានតែមួយទេហ្នឹងហើយមានពីរមានពីរមួយនេះឲ្យទៅទេហ្នឹងហើយប្រចាំខេត្តពោធិ៍សាត់តំបន់ភ្នំក្រវាញខ្នាយតាន់អាចលូមាន1 2 2 3អញ្ចឹងណាតែបើជុំកន្លងនេះគឺទឹកដីខេត្តពោធិ៍សាត់មានតែមួយទេហ្នឹងហើយធ្លាដល់សំឡូតក៏អត់មានដែរអញ្ចឹងមកទឹកដីភ្នំក្រវាញខេត្តពោធិ៍សាត់នេះហ្នឹងហើយយើងមិននិយាយដល់ភ្នំបារ៉ាល់ទេយើងនិយាយពីក្រោយភ្នំបារ៉ាល់រហូតមកដល់ភ្នំក្រវាញចាក់ដល់ថ្មដាព្រំបតលកោះកុងអញ្ចឹងមានតែមួយនោះទេបងប្អូនណាមានតែមួយនោះទេហ្នឹងហើយអញ្ចឹងមកមានពីរមួយនេះឲ្យទៅទេហ្នឹងហើយហើយថ្ងៃនេះមានគូរបស់គេនេះហ្នឹងហើយខ្ញុំចង់មកចែកម្លែកបងប្អូនមកជាហៀងហើយបងប្អូនមាននិស្ស័យក៏យកទៅគ្រប់ថែសារទៅគូស្វែងស្ដាំរបស់គេហ្នឹងហើយថ្មទលៀងរបស់គេថ្មទលៀងរបស់ជុំនេះខ្ញុំចែកឲ្យទៅទាហានសាក់3នៅកោះទាវខេត្តកណ្ដាលហើយចែកយូរហើយមកជាងនេះមានគេសុំចែកច្រើនដែរគ្រាន់តែមួយរយៈមុនខ្ញុំអត់ចែកដល់គិតថាគូខ្ញុំចង់បានគូវាណាតែថ្ងៃនេះដោយសារខ្វះខាតថវិកាដើម្បីយកទៅធ្វើជាការអញ្ចឹងបងប្អូនមាននិស្ស័យខ្ញុំចែកមកជាងនេះមានសម្លៀងតែសម្លៀងដាច់ចុងមកហើយជាប្រភេទឆ្វេងស្ដាំរបស់គេហើយប្រភេទអសរស៊ីមានម្រះបងប្អូនមានម្រះចឹងមួយនេះអេមហ្នឹងហើយចឹងបងប្អូនមាននិស្ស័យស្រឡាញ់អាចយកទៅគ្រប់ថែសារបានមកជាងនេះចែកក្នុងតម្លៃពិសេសមិនថោកពេកហើយក៏មិនថ្លៃពេកល្មមអាចទទួលយកបានហ្នឹងហើយតែបងប្អូនគិតថាថ្លៃអាហ្នឹងមិនដឹងធ្វើម៉េចទេដោយសាររបស់នេះគឺគ្មានពីរនៅទឹកដីស្រុកវាលវែងខេត្តពោធិ៍សាត់អានេះយើងមិនថាស្រុកខ្មែរទេវាហួសហេតុពេកយើងនិយាយតែមកទឹកដីខេត្តពោធិ៍សាត់ក្នុងកវាយនេះទៅគួយមានអ្នករក2 3អ្នកដែរតែគ្មានទេមានតែខ្ញុំមួយទេអានេះនិយាយដូចអួតតិចចុះតែវាធាតពិតអញ្ចឹងមែនបងប្អូនណាអ្នកដែលធ្លាប់ស្គាល់ខ្ញុំប្រហែលជាស្គាល់របស់ហើយខ្លាចតែអ្នកមិនទាន់ស្គាល់អានឹងអាចថាអួតតែធាតពិតអញ្ចឹងព្រោះអ្នកប្រើរបស់វត្ថុស័ក្តិសិទ្ធិកម្រអួតបងប្អូនខ្ញុំកម្រអួតហ្នឹងហើយគាត់ថាវាពេលខ្លះយើងនិយាយរឿងលើសបន្តិចហ្នឹងហើយខ្នែកាច់មួយនេះមានតែមួយទេខ្ញុំមាន2 3តែខ្ញុំជឿអស់ហើយសល់តែមួយហ្នឹងទេចុងក្រោយខ្នែកាច់នេះមានប្រវត្តិកាច់ជាប់សាច់មិនមែនកាច់ជាប់ដើមឈើឆ្កឹងមិនមែនអីទេពួកប្រភេទខ្នែកាច់ជាប់ដើមឈើឆ្កឹងខ្ញុំអត់មានទេពីច្រើនខ្ញុំមានតែខ្នែជាប់សាច់នេះហើយសល់តែមួយទេអស់ហើយរលែងមានទៀតហើយក៏មិនសម្បូរដែរហ្នឹងហើយខ្នែកាច់នេះគឺបាននៅច្រកជាតិនៅខាងចិត្តសំឡូតហ្នឹងហើយជ្រូកនេះជាប់នៅក្នុងសាច់ជាប់នៅក្នុងផ្លូវជាប់នៅក្នុងផ្លូវជ្រូកមួយទៀតហ្នឹងហើយប្រវត្តិពិសេសចង់បានអាចសួរបានហើយតម្លៃក៏សមរម្យដែរតែក៏មិនថោកពេកដោយសាររបស់នេះពុទ្ធិពិសេសបាន4ដងបញ្ចុះសីមា2 វត្តអភិសេកព្រះ2 វត្តអញ្ចឹង4 ដងមកប្រាស់4 ដងសួរថាប្រកែអត់អាហ្នឹងយើងគិតតាមនឹងទៅដោយសាររបស់បានពុទ្ធិពិសេស4 ដងហើយបើជុំខ្ញុំនេះវិញជុំហើយនឹងគូរបស់គេនេះពុទ្ធិពិសេស6 ដង6 ដងចូល7 ដងខ្ញុំភ្លេចបាត់តែគាត់ថាបើមិន6 ដង 5 ដងនឹង6 ដង 5 ដងដោយសារអង្គខែ2ខែ3មុនហ្នឹងខ្ញុំបានដើរពុទ្ធិពិសេសហ្នឹង4 វត្តហ្នឹងហើយអញ្ចឹងមួយរយៈចុងក្រោយនេះខ្ញុំអត់សូវមានខ្នាយផុសដោយសារខ្ញុំរវល់កាន់ស្នែងក្បីឃ្លៀចបាក់ធ្លុះនិងក្បីខ្មៅបាក់ធ្លុះពួកមានបងប្អូនកំងច្រើនអញ្ចឹងខ្ញុំអត់សូវកាន់ខ្នាយទេណាមួយខ្នាយខ្មែរឥឡូវពិបាករវាសបោតែខ្នាយក្រៅស្រុកវាសបោដល់ពេលអញ្ចឹងបងប្អូនខ្លះរលរបស់ធូរបស់ថោកអញ្ចឹងទិញរបស់ក្រៅស្រុកប្រើហ្នឹងហើយអញ្ចឹងមានតែប៉ុណ្ណឹងហើយបងប្អូនចង់បានអាចចរចាតម្លៃមួយនេះបានហើយបើមិនត្រូវក៏ខ្ញុំទុកទៀតទៅ
តែប៉ុណ្ណឹងហើយថតផងនេះដើម្បីកុំឲ្យស្ងាត់ channel YouTube ទេបងប្អូនណាហើយមួយនេះបើត្រូវថ្លៃក៏ជាវដែរតែក៏មិន1000 2000ដែរអានេះចូល K បងប្អូនណាចូល K ហ្នឹងហើយមើលទៅបងប្អូនមើលតិចទៅតែតិចចុចជុំឲ្យស្អាតមិនតិចចោចាក់សេរ៉ាមិចអីទៅបើសេរ៉ាមិចឬក៏ចោចាក់វាអត់ឡើងប្រេះចឹងទេនេះវាអត់ឡើងស្នាមប្រេះចឹងសាប់ស្វាយចឹងទេគេធ្វើស្អាតដល់2 3ជុំក៏បានដែរតែវាអត់មានស្នាមប្រេះស្នាមអីចឹងទេអានេះវាស៊ីនរបស់វាគឺវាស្នាមប្រេះចឹងហើយខ្នែដុសទៀតណាខ្នែដុសទៀតដុសខាងណាទេភ្លេចនេះនេះអូនេះដុសឡើយនេះដុសម្ដុំនេះឡើងសនេះដុសម្ដុំនេះតើយើងមើលផ្នែកទៅទេបានឃើញដល់ពេលយើងចាប់កាមេរ៉ាអញ្ចឹងថតនៅក្នុងផ្ទះវារៀងព្រាលអត់សូវច្បាស់នឹងអត់សូវច្បាស់ទេចឹងបងប្អូនមើលលេងទៅហ្នឹងហើយនេះប្រចាំខេត្តពោធិ៍សាត់តំបន់ភ្នំក្រវាញមានតែមួយទេមាន2មួយនេះឲ្យទៅទេខ្នាយតាន់ខ្នាយកាច់អាចមានច្រើនតែបើខ្នាយជុំកន្លងនេះគឺមានតែមួយទេបងប្អូនណាមានតែមួយទេមាន2ឲ្យទៅទេបាទមានតែប៉ុណ្ណឹងបាទចង់បានមកជាងនេះអាចសួរបានបងប្អូនណាសូមអរគុណ